ថ្ងៃនេះអាត្មាអានអត្ថបទដែលដកស្រង់ចេញអំពីសៀវភៅអប់រំផ្លូវចិត្តដែលរៀបរៀងដោយភិក្ខុវជ្របញ្ញោគូសុភាពអានដោយខ្ញុំព្រះករុណាអាត្មាភាពភិក្ខុកៅសុភ័ក្រក្នុងអត្ថបទទី1នោះលោកពោលថាអស់ពីសមត្ថភាពខ្ញុំហើយព្យាយាមបំពេញតួនាទីអ្នកឲ្យអស់ពីសមត្ថភាពតែក៏ត្រូវដឹងថាអ្នកមិនអាចបង្គាប់បញ្ជាឬបង្ខំអ្វីបានដូចចិត្តអ្នកគ្រប់រឿងបានទេព្រមទទួលស្គាល់ថាខ្ញុំប្រឹងអស់ត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំត្អូញត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកខាត់មិនបានហួងហែងច្រើនខ្វល់ចិត្តក៏ច្រើនមួម៉ៅក៏ច្រើនសន្មតថាជារបស់អ្នកតែអ្នកមិនអាចហាមឃាត់ការប្រែប្រួលបានទេពេលណាអស់ភ្លើងក៏រលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅហាមឃាត់មិនបានជាសច្ចធម៌គេធ្វើមិនត្រូវសូមកុំសង្ឃឹមថាគេធ្វើត្រូវចិត្តអ្នកគ្រប់រឿងឬគេនិយាយល្អពីអ្នករហូតឡើយកុំរងចាំសេចក្តីសុខពីអ្នកដទៃឡើយខំសាងបុណ្យចម្រើនបញ្ញាកំណត់ដឹងថាអ្វីតែងប្រែប្រួលកំហុសគេកំហុសយើងបើអ្នកតាមរកកំហុសអ្នកដទៃអ្នកនឹងរកបានច្រើនព្រោះអ្នកណាក៏មានកំហុសដែរសូមពិនិត្យមើលខ្លួនឯងកែលម្អកំហុសខុសឆ្គងរបស់ខ្លួនហើយជួយណែនាំគេដោយចិត្តមេត្តារៀនរក្សាចិត្តឲ្យបានល្អមុននឹងហាស្ដីដាក់មីនះមិនមែនអ្វីដែលអ្នកនិយាយសុទ្ធតែត្រូវសុទ្ធតែល្អគ្រប់រឿងទេរៀនដាក់មីនះរៀនស្ដាប់គេរៀនទទួលយកគំនិតអ្នកដទៃរៀនឲ្យតម្លៃគេដើម្បីការរីកចម្រើនឲ្យអភ័យជាបឋិជនតែងភ្លៀងភ្លាត់សាងកំហុសខ្លះមិនខានរៀនឲ្យអភ័យរៀនមានមេត្តារៀនអត់ឱនលើកលែងខ្លះទើបមិនសូវមួម៉ងចិត្តអ្នកនៅតែជួយណែនាំតែណែនាំដោយទឹកចិត្តល្អដោយពាក្យសម្ដីសមរម្យគេក៏ដូចខ្ញុំយើងត្រូវការសេចក្តីសុខគេក៏ត្រូវការសេចក្តីសុខដែររៀនផ្ដល់ស្នាមញញឹមផ្ដល់ភាពកក់ក្ដៅដល់មនុស្សសត្វជុំវិញខ្លួនអ្នកជួយពេលគេមានទុក្ខរីករាយពេលគេបានចម្រើនសប្បាយចិត្តនឹងអ្វីដែលអ្នកមានចាំបាត់ខឹងសិនចាំបាត់ខឹងសិនសឹមនិយាយពេលខឹងសម្រេចចិត្តពេលមួម៉ៅលទ្ធផលមិនសូវល្អទេច្រើនមានវិបដិសារីជាខាងក្រោយចាំបាត់ខឹងសិនសឹមនិយាយក៏មិនយឺតពេលប៉ុន្មានដែរពេលកំហឹងសាយទៅបញ្ហាងាយនឹងដោះស្រាយរំពឹងពេកបើអ្នកសង្ឃឹមថាគេនឹងសរសើរអ្នកគេនឹងលើកតម្កើងអ្នកនឹងជួបប្រសពនៅសេចក្តីទុក្ខទោមនស្សក្នុងចិត្តមិនខានខិតខំធ្វើកិច្ចការអ្នកឲ្យអស់ពីចិត្តពីថ្លើមគេសរសើរឬមិនសរសើរនៅលើគេចោះ
ដុតគេឲ្យក្តៅបើអ្នកចង់ឲ្យគេក្តៅក្រហាយមានន័យថាចិត្តអ្នកសម្បូរដោយធាតុក្តៅក្រហាយហើយអ្នកដែលក្តៅជាងគេគឺខ្លួនអ្នកព្រោះកំហឹងជាភ្លើងដែលដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វាដំបូងសេរីសួស្តីសេរីសួស្តីចាប់ដើមពីចិត្តល្អចិត្តជ្រះថ្លារបស់អ្នករៀនរក្សាមាត់ឲ្យល្អពោលពាក្យពិតត្រង់ពាក្យមានប្រយោជន៍បំពេញកិច្ចការងារអ្នកឲ្យបានល្អមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកបានសប្បាយចិត្តនោះហើយជាសេរីសួស្តីដូរអារម្មណ៍ពិនិត្យមើលចិត្តអ្នករឿយបើចិត្តមិនល្អកើតឡើងកំណត់ដឹងវាហើយទាញវាមកកាន់អារម្មណ៍ល្អអារម្មណ៍បុណ្យកុសលវិញបង្អោនចិត្តរំលឹកដល់ទានដែលអ្នកបានឲ្យហើយអំពើល្អដែលអ្នកបានធ្វើហើយសិលដែលអ្នកបានរក្សាហើយនឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃសតិគ្រប់គ្រងខ្លួនឯងបង្កើតស្មារតីរក្សាកាយវិចារចិត្តអ្នករឿយដេកដើរឈរអង្គុយហូបចុកស្លៀកពាក់មានស្មារតីនៅនឹងខ្លួនជានិច្ចម្យ៉ាងទៀតរៀនមើលចិត្តអ្នករឿយបើវាគិតខុសគិតគុំច្រណែនស្អប់ទាញចិត្តមកគិតត្រូវវិញនឹងរកអារម្មណ៍ល្អអារម្មណ៍នាំឲ្យកើតបុណ្យវិញគេជេរខ្ញុំបើគេជេរអ្នកហើយអ្នកជេរគេវិញអ្នកទាំងពីរជាគូប្រកួតល្បែងបាចលីមួកទាំងពីរអ្នកនឹងប្រឡាក់ដូចគ្នាបុគ្គលពីលយកសម្ដីលីមួកមកគ្របសង្កត់អ្នកដទៃដោយគិតថាជាជ័យជំនះតាមពិតបាបបានប្រឡាក់ចិត្តខ្លួនឯងមុនគេមុននឹងធ្លាក់លើអ្នកដទៃខ្ញុំមានរឿងច្រើនអ្នកណាក៏ជួបរឿងទុក្ខលំបាកដែរតែច្រើនតាមកម្មដែលខ្លួនបានសាងរឿងមិនល្អជាផលនៃបាបចាស់រត់ទៅណាក៏គេចមិនរួចដែរចូលព្យាយាមសាងកម្មថ្មីកម្មល្អអ្នកនឹងបានផលថ្មីផលល្អត្រឡប់មកវិញ